บองប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស្កាវចាំកាយរបៀបស្អាតខ្ញុំប្រាប់គ្រឿងផ្សំដាក់សាប៊ូអីក៏បានដែរម្សៅយើងដាក់ម្សៅអីបានដែរខ្ញុំដាក់ម្សៅបេឡាហ្នឹងហើយសំខាន់ដាក់ពណ៌សបន្តែដែរបងប្អូនអត់ទេខ្ញុំលាយជាមួយម្សៅពណ៌សមួយទៀតមិនម្សៅថៃណាខ្ញុំស្អប់ណាប្រទេសថៃណាមើលនេះអានេះខ្ញុំលាយជាមួយអាទឹកមួយនឹងពណ៌សយអាហ្នឹងសាប៊ូគាត់សទៅលាយទៅរបៀបកាលជាមួយអាចយកធ្វើស្លែកបានណាកាលហ្នឹងណាបងប្អូនប៉ុន្តែខ្ញុំអត់លក់ណាគឺខ្ញុំអត់បានលក់ណាខ្ញុំគ្រាន់តែចែកវិធីឲ្យបងប្អូនទាំងអស់គ្នាធ្វើណាហើយម្សៅ2 ក្រាមបានហើយ1 ក្រាមណាមួយច្របាច់ក៏បានប៉ុណ្ណាក៏បានបើបងប្អូនត្រូវការកាយច្រើនគឺនេះដាក់កាវវិញប៉ុន្តែកាវហ្នឹងមិនមែនអាកាវលឺស្អត់ទេណាម៉ែទៅណាម៉ាហើយមកខែខ្ញុំទៅណាបាត់ហើយឥឡូវខ្ញុំធ្វើខ្លួនឯងវិញចាហើយស្អាតល្មុតណាកាលនេះទុកមកយប់2 យប់ភ្លឺតែខ្ញុំទុក5 ថ្ងៃពេកបងប្អូនខ្ញុំថាធ្វើមិនទេធ្វើចឹងហ្មងទៅបើខ្ញុំដឹងពីរបៀបកាវធ្វើពីសាប៊ូតែកាវយើងដាក់តាយើងកាវយកដាក់5បានហើយដាក់កាវ5ណាចាបងប្អូនដាក់កាវ5បានហើយកាវនឹងដាក់5ទៅវាចេញមកពុបឥឡូវយើងដាក់5ណាបងប្អូនតែភាពស្អាតមែនតើដូចថ្ងៃលិចចឹងអាតណាស់បងប្អូនចង់ដឹងទេថាមុខខ្ញុំភ្លឺប្រើប៊ីខ្ជូតមកដឹងភ្លឺឥឡូវខ្ញុំត្រូវទៅដាក់ជាមួយសិនជាវិញអូយកុំភ័យណាបងប្អូន